បាទចឹងឯនេះគ្រូបន្តវាសាទីសាប្រាំយើងបន្តទៀតយើងដោយយើងចូលដល់ផ្នែកលំហាត់តែលំហាត់នេះគឺអត់ទាន់មានចម្លើយទេគឺទៀមទាយើងធ្វើលំហាត់អឺតែម្ដងនេះបារម៉ាំងទី8ហ្នឹងពេលសំយោគប្រូតអ៊ីនរីបូសូម5បានផ្លាស់ទីលើអានអស់មួយដោយមិនត្រឡប់មកវិញកំណត់សំយោគបានប្រូតអ៊ីនមួយចំនួនដែលមានជាមធ្យមគឺ348អាស៊ីដអាមីណេទី1គឺយើងរកចំនួនប្រូតអ៊ីនហើយទី2រកចំនួនអានតេដែលចូលរួមសំយោគប្រូតអ៊ីនមួយទី3រកចំនួនអង្គពីរកដុងដែលកំណត់ឲ្យអាស៊ីដអាមីណេនីមួយបាទហើយរីបូសូមផ្លាទីលនអឹមគម្លាតពីគ្នា3.5នេះគម្លាតរបស់រីបូសូមណា3.4ណាណូម៉ែត្រពេលធ្វើបំណកប្រែក្រមរីបូសូមទៅនេះផ្លាទីលឿនអឹមរហូតដល់ចុងមូលគារប្រើរយៈពេលសរុបគឺ20នាទីដោយកណនីលបឿនម្លាស់ទីរបស់រីបូសូមចាឥឡូវលោកគ្រូពីលំហាត់នេះយកទៅដាក់កន្លែងយើងធ្វើចម្លើយបាទឥឡូវលំហាត់រមាំងទី8នេះរមាំងទី8បាទមកដល់កន្លែងនេះបាទសំណួរទី1បាទដាក់បែបនេះមកបាទឥឡូវយើងចាប់ផ្ដើមទី1គឺយើងកណនីណាបាទនេះគឺយើងកណនីរកចំនួនប្រូតអ៊ីនដែលវាសំយោគបានបាទឥឡូវដាក់បំរាប់ចូលមកបាទបំរាប់ហើយស្រេស្វ័យឲ្យវាលាតវិជាតិចទី1រីបូសូម5នេះរីបូសូម5ផ្លាស់ទីលឿនដល់1មិនត្រឡប់មកវិញអាហ្នឹងជាបំរាប់ណារីបូសូមចំនួន5ផ្លាស់ទីលឿន INM1 ដោយមិនត្រឡប់មកវិញបាទហ្នឹងគឺជាបំរាប់ហើយបន្តមកទៀតកំណត់សំយោគប្រូតអ៊ីនមួយចំនួនដែលមានអាស៊ីតណេជាមធ្យម348អាហ្នឹងកូនស្រង់បំរាប់មានន័យថាចំនួនអាស៊ីតអាមីណេមួយប្រូតអ៊ីនហ្នឹងណាបាទមួយប្រូតអ៊ីនគឺស្មើនឹង348បាទយើងដាក់ចឹងមកបន្តមកទៀតយើងស្រង់បំរាប់ហើយបាទបំរាប់ទី1បំរាប់ទី2អស់ហើយណាបាទអស់ហើយអញ្ចឹងដែលគ្រូធ្លាប់ប្រាប់ក្នុងវីដេអូលំហាត់មុនចឹងចំពោះលំហាត់របស់យើងដែលមានរីបូសូមផងមានអានអឹមផងហើយចំនួនផ្លាស់ទីផងអញ្ចឹងបើយើងចង់រកចំនួនប្រូតអ៊ីនយើងយកអា3នោះគុណបញ្ចូលគ្នាទៅទោះវាមិនអាណាប្រមាណអាណាប្រមាណក៏ដោយយើងគុណបញ្ចូលគ្នាទៅណាបាទយើងមិនចាំបាច់ពិបាកទេបាទគឺយើងគុណបញ្ចូលគ្នាតែម្ដងអាហ្នឹងគឺលឿនហ្មងណាហើយអត់ខុសទេត្រូវដូចគ្នាអញ្ចឹងឥឡូវបាទលោកគ្រូវាចាមកដោយរីបូសូម5ផ្លាស់ទីលឿនដល់1មិនត្រឡប់មកវិញដោយរីបូសូមនេះរីបូសូមរបស់យើង5ផ្លាស់ទីមិនត្រឡប់មកវិញទេបំរាប់របស់យើងអានេះបើនេះយើងដាក់ទៅមានន័យថាករណីរបស់វារីបូសូមច្រើនណាបងករណីរីបូសូមច្រើនអានអឹមតែមួយហើយផ្លាស់ទីមិនត្រឡប់មកវិញមានន័យថាមួយដងរីបូសូម5ទៅម្ដងមួយឥឡូវអានេះគឺថាអានេះជា ANM បាទ ANM ហើយនេះរីបូសូមញ៉េរីបូសូមមួយអញ្ចឹងផ្លាស់ទីទៅចប់បាទហើយតមកមួយទៀតបាទទីមួយទៀតមករីបូសូមមួយទៀតផ្លាស់ទីទៅចប់មួយទៀតអាហ្នឹងហៅថាផ្លាស់ទីអត់ត្រឡប់មកវិញអញ្ចឹងវាផ្លាស់ទីទៅម្ដងចំពោះរីបូសូមមួយកាលណាវាផ្លាស់ទីម្ដងពីដើមដល់ចប់បានមួយប្រូតអ៊ីនហ្នឹងចំពោះរីបូសូមមួយណាផ្លាស់ទីពីដើមមូលគារអឹមដល់ចុងមូលគារអឹមបានមួយប្រូតអ៊ីនដល់ពេលអាទី2ទៅម្ដងទៀតបានមួយទៀតចឹងទៅហ្នឹងបែបហ្នឹងបងណាចំពោះករណីរីបូសូមផ្លាស់ទីគឺម្ដងដល់បានមួយប្រូតអ៊ីនហើយចាឥឡូវយើងទាញមកអញ្ចឹងនាំឲ្យយកតែម្ដងទៅក៏បានដែរនាំឲ្យនេះកន្លែងនេះយើងសេនាំឲ្យយើងអាចយើងដកឃ្លាវាតិចទៅណាស្រួលមើលបាទចំនួនប្រូតេអ៊ីនបាទយកចំនួនរីបូសូមកូនមក
con nâng ấy ghế bà con nâng chùm luôn AN ấm bà con tiết đấy con nâng ăn đong ribosome chlong cắt chừng đấy ribosome bà ribosome dạ chlong cắt chừng mà con nâng ăn đong cứ chùm luôn ribosome đại việt phát tí lỡ AN ấm còn đấy bốn bà hay anh nói gì con chăm nào nhưng 300 ở kịch cả này party ở mạch ribosome tràn an âm tràn rồi có party tách tu giấy ở đây còn đang giờ bấy thì mới ribosome thì mới chùm luôn an âm hay là chùm luôn cái party bà con cônไปโจនេះទៅចឹងវាអត់ចេះខុសទេបើយើងស្មើមកribosome 5ចឹងហ៎ហើយ ANM មកចំនួន ANM គេប្រាប់ថា1ប្រគុណ1ផ្លាស់ទីមិនត្រឡប់មកវិញបានដងគឺ1ដែរអញ្ចឹងស្មើប៉ុន្មានគឺស្មើ5ញ៉េ5ប្រូតអ៊ីនបាទយើងគុណបែបហ្នឹងគាត់ណាយើងគុណបញ្ចូលទាំងអស់មកចំនួន3ហ្នឹងដើម្បីរកចំនួនប្រូតអ៊ីនអាហ្នឹងករណីយើងរកប្រូតអ៊ីនតាមរយៈចំនួនរីបូសូមណាបាទដឹងចឹងសំណួរអាហ្នឹងតែប៉ុណ្្នឹងមកឲ្យដូចនេះមកយ៉ាបាទចំនួនប្រូតអ៊ីនស្មើ5នេះតសំណួរទី2តោះណាប៉ុណ្ណេះកន្លែងហ្នឹងយើងមើលព្យាយាមមើលតិចចេះហើយរកចំនួនអានតេដែលចូលរួមសំយោគប្រូតអ៊ីននីមួយបាទយើងរកចំនួនអានតេដែលចូលរួមសំយោគក្នុងប្រូតអ៊ីនមួយតើការសំយោគប្រូតអ៊ីនមួយមានអាស៊ីដនៃមាន ANT ប៉ុន្មានហើយបងដឹងនេះអាស៊ីដនៃមួយប្រូតអ៊ីនគឺមានអាស៊ីដនៃ348បាទយើងមិនរកទាំង5ហ្នឹងទេប៉ុន្តែគេដាក់នេះសំយោគប្រូតអ៊ីននីមួយបាទអញ្ចឹងប្រូតអ៊ីនមួយគឺមានអាស៊ីដនៃតែ348ទេអញ្ចឹងយើងរកតាមហ្នឹងមកបាទឥឡូវលោកពាក្យនេះចោលហើយវាអានឹងចុះក្រោមបាទអញ្ចឹងយើងចូលដល់បាទយើងរកចំនួនអានតេដែលចូលរួមយកប្រូតអ៊ីនមួយអញ្ចឹងដើម្បីរកចំនួនអានតេតើយើងមានចំនួនអាស៊ីដនៃនេះចំនួនអាស៊ីដនៃបងយើងមាននេះឃើញទេឥឡូវដាក់មកវិញដើម្បីងាយស្រួលយើងមើលតាមបំរាប់របស់យើងគឺចំនួនអាស៊ីដនៃមួយប្រូតអ៊ីនស្មើ348អញ្ចឹងបងវិចារថាដោយAR អន្តីមួយចាអានតេមួយចូលរីបូសូមម្ដងដឹកបានអាស៊ីតអាមីណេមួយបាទអាស៊ីតអាមីណេអាស៊ីតដេមួយគិតទាំងមេសូនីតខ្ញុំបាទគិតទាំងមេសូនីតគេរកអានតេគេរកតាមចំនួនមានតែរកតាមចំនួនហ្នឹងទេយើងមានរកតាមចំនួនណាទៀតទេយើងរកតាមហ្នឹងមកដោយអានតេមួយចូលក្នុងរីបូសូមម្ដងគឺដឹកបានអាស៊ីដមួយដោយគិតទាំងមេសូនីនផងបាទមេសូនីនហ្នឹងគឺមានន័យថាជាអាស៊ីដអាមីណេដែលត្រូវនឹងផ្ដុំផ្ដើមហ្នឹងដល់ពេលសំយោគប្រូតអ៊ីនអាស៊ីដមេសូនីនហ្នឹងគឺវាចូលក្នុងរីបូសូមមុនគេបងអស់អានេះឧទាហរណ៍អានេះជារីបូសូមចារីបូសូមមកលើលោកគ្រូដាក់ថា2ថតទេរីបូសូមដែលបងអូនមើលក្នុងសភៅបងប្អូនឃើញថត A ថត B ចឹងអាស៊ីដេមេតនេះនឹងវាចូលមកក្នុងនឹងមុនគេអានតេនាំវាមកចូលក្នុងថត B ហើយអានេះ molecule អានអំ AOEC ឃើញទេក៏ដងផ្ដើមណាបាទហើយដល់ពេលហើយអានតេដែលដឹកមកមានអង្គទីកដងរបស់វាគឺអីអង្គទីកដងវាគឺអ៊ុយ AC បាទអញ្ចឹងយើងគិតអានឹងដែរបងណាយើងគិត mentioning ដែរគាត់នៅក្នុងចំណោម348គឺអត់មាន mentioning ទេ mentioning បានផ្ដាច់ចេញនៅពេលដែលសំយោគប្រូតអ៊ីនហើយ
ចឹងរាប់ពេលការសំយោគប្រូតេអ៊ីនចប់អាស៊ីដនៃមេឡានីននឹងត្រូវផ្ដាច់ចេញបាទដល់ពេលយើងចង់រកចំនួនអ្នកដឹកនាំវាយើងត្រូវគិតវាបញ្ចូលមួយហើយបងដឹងហើយថា ANT មួយដឹកអាស៊ីដនៃបានតែមួយទេណាបាទ ANT មួយដឹកអាស៊ីដនៃបានមួយសម្រាប់ចូលរីបូសូមក្នុងមួយដងបាទហើយបើវាចូល400ដងមានន័យថាមានអានតេចំនួន400ឬក៏អាស៊ីដនៃ400ដែរបាទអញ្ចឹងឥឡូវយើងដាក់សេរូបមុនមកអញ្ចឹងបងដាក់នាំឲ្យចំនួន ANT មកស្មើប៉ុន្មានបាទបងយកចំនួនអាស៊ីដអាមីណេចាបាទអាស៊ីដអាមីណេបងបូកមួយមកចាឥឡូវដាក់ស្មើទៅមុខបាទខ្ញុំដាក់ស្មើទៅមុខទៅអាស៊ីដនៃហ្នឹងគឺ348បងបូកមួយស្មើ349 ANT ឃើញទេបាទឥឡូវនេះចុះមកក្រោមតិចស្រួលមើលបាទឃើញប៉ុណ្ណឹង349ចឹងចំនួនអានតេដែលចូលរួមសំយោគប្រូតេអ៊ីននីមួយគឺស្មើនឹង349បាទដូចនេះណាដូចនេះបាទអត់ចូលគ្នាចឹងបាទដូចនេះចំនួនអានតេដែលចូលរួមសំយោគប្រូតេអ៊ីនមួយគឺស្មើបាទ349ញ៉េ349អានឹងមួយតែប៉ុណ្្នឹងមកឃើញត្រូវហើយបាទឥឡូវយើងបន្តវានៅបន្តទៀតចាសំណួរវានេះយើងនៅសំណួរបន្តទៀតបាទរកចំនួនអង្គទីកូដុងដែលកំណត់អាស៊ីដអាមីណេនៃប្រូតេអ៊ីនមួយអញ្ចឹងគេចង់ដឹងចំនួនអង្គទីកូដុងដែលត្រូវនឹងអាស៊ីដណេមួយណាមានតើអឺក្នុងប្រូតេអ៊ីនហ្នឹងត្រូវការប្រើប្រាស់អង្គទីកូដុងប៉ុន្មានហើយប្រូតេអ៊ីនហ្នឹងមានអាស៊ីដណេប៉ុន្មាននេះគឺ348យ៉ាងណាបងឬក៏មានអានតេចំនួនប្រមាណនេះ349អង្គទីកូដុងអានតេនេះ349អានតេណាបាទអញ្ចឹងបើរកចំនួនអង្គទីកូដុងតាមរយៈចំនួនអានតេបានតែឥឡូវយើងរកយ៉ាងម៉េចលោកគ្រូធ្លាប់បញ្ជាក់ប្រាប់អូនហើយថា3ឥឡូវស្អីឡើងវិញចុះ3រីបូនុយឬក៏3នុយខ្លីទៀតក៏បានដែរបាទ3រីបូនុយខ្លីអូទីតស្មើនឹង1កូដុងស្មើ1អង្គទីកូដុងបាទហើយស្មើនឹងមួយត្រីធាតុចាបាទមួយត្រីធាតុស្មើនឹងមួយអាស៊ីដអាមីណេបាទអាស៊ីដអាមីណេអាហ្នឹងប៉ុណ្ណេះបាទអញ្ចឹង3រីបូនុយក្លេទីតហ្នឹងឬក៏3នុយក្លេទីតក៏បានដែរគឺបើគិតក្នុងអានអមវាស្មើ3មួយកូដុងអញ្ចឹងណាបង3ណាហើយបើគិតចំពោះអានតេ3រីបូនុយស្មើ1អង្គទីកូដុងស្មើ1អង្គទីកូដុងអឺស្មើនឹងមួយត្រីធាតុឃើញទេបងស្មើមួយអាស៊ីដអាមីណេមួយអង្គទីកូដុងស្មើមួយអាស៊ីដណេដែរឬមួយអាស៊ីដណេស្មើមួយកូដុងដែរស្មើមួយត្រីធាតុទេតែបើគិតជានុយទៀតស្មើ3តើនៅអញ្ចឹងកន្លែងហ្នឹងក៏សំខាន់ដែរបងណាបងប្អូនយកចិត្តទុកដាក់ទៅជាមើលទៅយល់ចាំវាល្អហើយណាតែមើលចេះចាំទៅគឺល្អហើយអត់ពិបាកបាទខ្ញុំសេរីនេះតិចសិនយ៉ា
lọt phóng đó là và lấy dương và to máu trong dương rớt tam dạng chấm nôn ấy nè chấm nôn ong ti ở chấm nôn an tế này an tế tẹt tông là người ghế cứ ong tí cố có đồng nghe thà bay rí bôn đôi khi tít ra bàn tay cho hai ong tí có đồng và chẳng con vi trà đấy đòi mùi ong tí có đống đấy mùi ong tí có đống smile man an tế và chẳng dương vi trà đói đã an tây muốn nó các bạn đấy an tây mùi đấy miên mùi ong tí có đồng và an tây muối miên muối và miên muối ong tí và miên muối ong tí có đồng và mơ vi trà mấy cái bề nghi chỗ là con đáp bà nó an tây muối miên muối ong tí có đồng mùi ong tí có đống và nó khơi may lập kịch bạt được bên bạt bây giờ rồi ờ, và mùi an tế rồi nó mùi ong tí có đồng và mùi an ấy an tây muối miên muối ong tí có đồng này giờ rồi chúng nó ong tí có đồng và nhưng ba giờ rồi ba phần năng ấyจะลอมรถដល់ក៏ដង stop ទៀតត្រូវណាបាទbây giờ ra taចំនួនអង្គទីក៏ដងដែលកំណត់អាស៊ីដអាមីណេទេនេះចំនួនអង្គទីក៏ដងកំណត់នៃប្រូតេអ៊ីនមួយចឹងចំនួនអានតេរបស់យើងគឺមាន349ហើយបាទ349យើងស្គាល់ចំនួនអានតេហើយអញ្ចឹងយើងវិចាររកចំនួនអង្គទីកដងប៉ុន្តែមួយអានតេត្រូវនឹងមួយអង្គទីកដងអញ្ចឹងទៅបាទឥឡូវមួយអានតេត្រូវនឹងបាទគុណវិចារមិនក៏បានដែរឡើយហ្នឹងត្រូវនឹងមួយអង្គទីកដងចឹងមកអញ្ចឹងនាំឲ្យចំនួនអង្គទីកោដងបាទស្មើនឹងចំនួន AN តេនឹងតែម្ដងពីព្រោះកន្លែងនេះមិនលោកគ្រូអកសើមិនតែសារយើងផ្លិចគិតថាចំនួនអានតេរបស់យើងហ្នឹងគិតមេតូនីនហើយគិតមេតូនីនហើយអត់មានកោដង stop នៅក្នុងហ្នឹងទេអញ្ចឹងណាបាទអញ្ចឹងនៅចង់ភាំងមិញអញ្ចឹងយើងរកចំនួនអង្គទីកោដងកាលណាយើងមានចំនួន AN តេគឺវាស្មើគ្នាពីព្រោះចំនួនអានតេរបស់យើងបានបូកមេតូនីនចូលហើយបានបូកមេតូនីនហើយយើងអត់មានកោដង stop ទេយើងបូកកោដងផ្ដើមដែលត្រូវសម្ដីមេតូនីននេះយើងបូកចូលណាយើងបូកមួយណាបាទអញ្ចឹងហើយដល់ពេលយើងចង់រកចំនួនអង្គទីកោដងដែលកំណត់សម្ដីនៃប្រូតេអ៊ីនមួយអញ្ចឹងយើងវិចារមួយអានតេឬក៏អានតេមួយត្រូវនឹងមួយអង្គទីកោដងឬក៏បងវិចារដោយមួយអង្គទីកោដងត្រូវនឹងមួយ AN តេចឹងមកក៏បានដែរអញ្ចឹងយើងធ្វើឲ្យចំនួនអង្គទីកោដងស្មើចំនួនអានតេអានេះបើដោយសារយើងរកចំនួនអានតេហើយបងនេះហើយអានតេយើងបូកមេតូនីនហើយអញ្ចឹងយើងអត់ត្រូវបូកអីទៀតទេយើងដាក់ស្មើតែម្ដងចានេះគឺវាស្មើនឹង349អង្គទីកោដងយើងចង់បានអង្គទីកោដងទេអញ្ចឹងហើយដោយលោកគ្រូបញ្ជាក់អញ្ចឹងអង្គទីកោដងនេះយើងគិតមេតូនីនហើយណាបាទយើងគិតមេតូនីនហើយបងនេះអានេះយើងគិតមេតូនីនហើយគឺចំនួនអង្គទីកោដងស្មើចំនួនអានតេយើងគិតមេតូនីនហើយប៉ុណ្ណឹងមកអានឹងនេះទៅបាទស្មើ
341នេះបាទហ្នឹងអង្គទីក៏ដងណា349បាទតើយើងបន្តមកទៀតបើរីបូសូមមួយឃ្លាតពីគ្នា3.4 នាណូម៉ែត្រសំណួររបស់យើងគឺគណនាល្បឿននេះណាមកនេះសំណួររបស់យើងគណនាល្បឿនផ្លាស់ទីរបស់រីបូសូមទាំងនេះនៅលើម៉ូលេគុលអាតអមអញ្ចឹងគឺបាទឥឡូវយើងគណនាល្បឿនទៅតោះដើម្បីរកល្បឿនយើងត្រូវការស្គាល់អីខ្លះភាសារីបូសូមយើងច្រើនអញ្ចឹងវាមានចន្លោះហើយចន្លោះគេប្រាប់ហើយគឺ3.4អាហ្នឹងមួយប្រឡោះបងរីបូសូមមួយឃ្លាតពីគ្នារីបូសូមពី1អាទី1ទៅអាទី2ទី2ទៅទី3គឺឃ្លាតពីគ្នា3.4 នាណូម៉ែត្រអញ្ចឹងដើម្បីរកល្បឿនវ៉េតោះយើងស្គាល់ LRNM ហើយស្គាល់ L ប្រឡោះរីបូសូមស្គាល់រយៈពេលអញ្ចឹងណាតោះឥឡូវយើងចាប់ដើមទៅបាទឥឡូវខាងនេះវាមានបំរាប់មួយទៀតចាបាទមិនចេះមកផ្ដេកអក្សរផ្ដេកអីហ្នឹងញញ៉ៃបាទបំរាប់មកអឺអានេះ L មួយប្រឡោះតោះនេះបង L មួយបាទ L មួយប្រឡោះរីបូសូមស្មើយ៉ា3.4 នាណូម៉ែត្រ L រីបូសូមណាអាហ្នឹង L មួយប្រឡោះបង L មួយប្រឡោះរីបូសូមស្មើប៉ុណ្ណឹងបាទតោះហើយយើងបន្តទៀតរយៈពេលតេរបៀបមួយទៅដាក់តេមកតេស្មើ20នាទីបាទមីនុតអញ្ចឹងតេស្មើ20នាទីឥឡូវយើងចាប់ផ្ដើមរកអីដើម្បីរកយើងរក L អាន M សិនមកបងរក L អាន M យើងរកតាមណាឥឡូវយើងឆែកទៅលើសិនយើងមាន M អត់មានហ្នឹងមាន M ទេមានចំនួនសម្ដីបាទអញ្ចឹងយើងបាទគឺយើងត្រូវទៅរក M សិនដោយរីបូសូមសំទោសរីបូនុយក្លេអូទីត3ចាជាក្រុមកំណត់អាស៊ីតអាមីណេមួយបាទហើយពេលសំយោគចាំមកពេលសំយោគប្រូតេអ៊ីនបាទពេលសំយោគប្រូតេអ៊ីនវាត្រូវចាប់ផ្ដើមដោយក្រុមផ្ដើមត្រូវចាប់ផ្ដើមដោយក្រុមផ្ដើមនិងបញ្ចប់ដោយក្រុម stop បញ្ចប់ដោយកោដង stop បាទរីបូនុយទី3ជាក្រុមកំណត់រស្មីមួយពេលសំយោគប្រូតេអ៊ីនចាប់ផ្ដើមដោយក្រុមផ្ដើមនិងបញ្ចប់ដោយក្រុម stop អញ្ចឹងមុនទាញបានរូបមន្តមកបាទនាំឲ្យចាបាទនាំឲ្យរូបមន្តរបស់យើងគឺចំនួនអាស៊ីតអាមីណេស្មើអាស៊ីតមួយប្រូតេអ៊ីនណាបងបាទស្មើនឹងM យក M តូចមកទៅ M តូចលើ3ដកឲ្យ2ចឹងណាបាទតូចលើ3ដក2ហើយពុត
ទាញរកអំតូចយើស្មើមកបងយកចំនួនសំដីបូកឲ្យ2ហើយចាំយកគុណនឹង3បូកឲ្យ2មកបងគុណឲ្យ3ចានេះអញ្ចឹងបងឥឡូវដាក់ស្មើទៅមុខចុះបើវិជ្ជាធម្មតាលើសំដី348ហើយបងបូកឲ្យ2ទៅ10ស្មើនឹងហើយគុណទៀតទៅហើយគុណប្រហែលគឺគុណនឹង3ចាអញ្ចឹង348បងបូកឲ្យ2ទៅតោះមកបងគុណនឹង3អញ្ចឹងណាមក10 50មកឥឡូវស្មើ10បាទ50នេះគឺយើងគិតជារីបូនុយក្លេអូទីតបាទអំតូចឃើញប៉ុណ្ណាបាទអំតូចឃើញប៉ុណ្ណាតែហើយយើងចាប់ដើមពិចារទៅរកប្រវែងបាទរកប្រវែងចាដោយឥឡូវលោកគ្រូអត់វិចារទេខ្ញុំដាក់តាប៉ុណ្ណឹងហើយខ្ញុំចុចទៅតោះមកយើងសេអលណាបាទនាំឲ្យមុនអលរបស់យើងមកគឺ LARNM ស្មើនឹង M តូចគុណនឹង 0.34 នាណូម៉ែត្រហើយស្មើទៀតតោះណាបងបាទស្មើមកស្មើនេះលោកគ្រូចុចចុះដាក់នាណូម៉ែត្ររកឃើញមកបាទពេលឃើញអាហ្នឹងហើយនេះបងចាំបំពេញបន្ថែមខ្លួនឯងតោះណាបាទពេញសុំបំពេញបន្ថែមពេលដល់អាហ្នឹងពេច LNM យើងហើយមួយហើយដូចគ្រូបញ្ជាក់អញ្ចឹងតើតើនឹងកណិលបឿនម្លាស់ទីរបស់រីបូសូមនេះគឺដោយសារយើងមានរីបូសូមយើងច្រើនណានេះរីបូសូមយើងមានដល់ទៅ5មកហើយមួយប្រឡោះស្មើ 3.4 អញ្ចឹងបងទៅរកចំនួនប្រឡោះទៀតរកចំនួនប្រឡោះរបស់រីបូសូមបងណាឥឡូវគ្រូដាក់ note មួយសិនថារកចំនួនប្រឡោះបាទចំនួនប្រឡោះបាទរីបូសូមចាអញ្ចឹងដើម្បីបានចំនួនប្រឡោះនេះរូដាក់ឡើងមកវិញដើម្បីបងមើលតាមបំរាប់របស់យើងចំនួនរីបូសូមមានប៉ុន្មានបងគឺ5អញ្ចឹងហ៎5រីបូសូមណាលោកក្បៀស1ហើយ L1 ប្រឡោះស្មើប៉ុន្មានបាទឥឡូវខ្ញុំទៅ copy នេះយកមកបាទដាក់ចុះមកក្រោមម្ដងទៅដើម្បីយើងមើលពេលប្រឡងកូនសេលើកក្តារមិនបាច់សេវាឡើងវិញទេអស់ហ្នឹងព្រោះយើងមាននៅខាងលើហើយគាត់នៅគ្រូបរៀនលោកគ្រូលើកយកមកដាក់ចាំមកស្រួលបងអូនមើលអានេះពេលយើងប្រឡងកូនយ៉ាងសេក៏បានមិនសេក៏បានដែរអីទេអាចចាប់យកទាញយកទៅពេលយល់ហើយចេះហើយចំនួនរីបូសូមគឺ5តើ5រីបូសូមមានប្រមាណប្រឡោះចឹងណាបងណាបាទនេះ5រីបូសូមមានប្រមាណប្រឡោះបាទមានប្រមាណប្រឡោះដូចម្រាមដៃយើង5កូនមើលទៅឃើញមានប្រមាណប្រឡោះចឹងដោយយើងទារចំនួនប្រឡោះមកទាញយកទៅមកទៅនាំឲ្យចំនួនប្រឡោះរីបូសូមស្មើនេះចំនួនប្រឡោះបាទរីបូសូមបងយក5ដកឲ្យ1ចា5ដក1មកយើងឃើញចំនួនប្រឡោះអញ្ចឹងគឺស្មើនឹង4ប្រឡោះយល់នៅបងឡៃនៅបាទស្មើ4ប្រឡោះរីបូសូមអញ្ចឹងចំនួនប្រឡោះដំបូងយើងមានចំនួនរីបូសូមអញ្ចឹងយើងត្រូវរកចំនួនប្រឡោះសិតព្រោះយើងមានប្រវែងក្នុងមួយប្រឡោះហើយអញ្ចឹងតើរីបូសូម5វាមានប្រមាណប្រឡោះអញ្ចឹងវាត្រូវមាន4ប្រឡោះតើនៅបាទព្រោះចំនួនប្រឡោះវាតិចជាងចំនួនរីបូសូម1ដូចម្រាមដៃ5អញ្ចឹងរាប់ទៅឃើញមានបានប្រឡោះ1 2 3 4អញ្ចឹងទៅណាមាន4អញ្ចឹងមានន័យថាបាច់4យើងយកចំនួនម្រាមដៃដកនឹង1ចេញឥឡូវឃើញហើយអញ្ចឹងពុកចាប់ដើមទាញយកតែម្ដងបាទគេបានបាទគេបានដាក់L ប្រឡោះរីបូសូម L នេះ L ប្រឡោះរីបូសូមណាមិនមែនមួយប្រឡោះណាបង
គឺ L ប្រឡោះសរុបបាទ L ប្រឡោះរីបូសូមអញ្ចឹងនេះ L ប្រឡោះរីបូសូមស្មើគឺបងយកចំនួនប្រឡោះរីបូសូមបាទហើយបងគុណនឹងអីនេះគុណនឹង L ក្នុងមួយប្រឡោះនេះបាទបងគុណ L មួយប្រឡោះតោះណាបងនេះរឿងញ៉ាយតិចណាចឹងហើយបានថាអាយ៉ាតើយើងខំមើលណាតើយើងខំមើលតើអត់ខំមើលញ៉ាយហើយចឹងអានេះប្រវាយនេះ L តែព្រិចទៅអានេះជាធំ L ប្រឡោះរីបូសូមចឹងនេះប្រវែងប្រឡោះសរុបគិតបញ្ចូលគ្នាគឺយើងយកចំនួនប្រឡោះរីបូសូមគុណនឹងប្រវែងក្នុងមួយប្រឡោះបាទតោះអញ្ចឹងស្មើមកបាទចំនួនប្រឡោះគឺ4ប្រវែងក្នុងមួយប្រឡោះគឺ 3.4 ណាណូម៉ែត្រតែ 3.4 ណាបាទអញ្ចឹងយើងយក 3.4 ហ្នឹងបងគុណនឹង4ទៅស្មើ 13.6 ចានេះ 13.6 ណាណូម៉ែត្រឃើញ L ប្រឡោះបាទតើឃើញអាហ្នឹងបានយើងចាប់ផ្ដើមអនុវត្តល្បឿនបានចាយើងបានល្បឿនរីបូសូមចឹងមកល្បឿនរីបូសូមមានន័យថា V បាទគឺស្មើគេគឺបងយក L ANM បូក L ប្រឡោះរីបូសូមនេះបាទ L ប្រឡោះនេះបាទពុតបូកឲ្យ L ប្រឡោះរីបូសូមនឹងមកបាទចាំតិចតោះពណ៌វាចេញបាទហើយយើងចែកឲ្យតេដាក់តេប៉ុណ្ណឹងនេះណារូបមន្តរបស់យើងបងតេរីបូសូមនេះតេគ្រប់រីបូសូមរយៈពេលរីបូសូមដាក់តែចឹងទៅឲ្យវែងច្រើនពេកតេរីបូសូមបាទនេះហ្នឹងគឺរូបមន្តណារូបមន្តរបស់យើងចឹងសូមបងប្អូនយកចិត្តទុកដាក់ទៅអានេះទី1គឺប្រវែងអានអំហើយទី2គឺ L ប្រឡោះរីបូសូមឲ្យតែរីបូសូមច្រើននឹងយើងត្រូវប្រើហើយចឹងបងដាក់ស្មើមកស្មើអីបង L យើងបាន L ប្រឡោះ L I N M របស់យើងរកឃើញមិញនៅលើនេះបាទបងរកឃើញមកបងជំនួសមកហើយបូក L ប្រឡោះទៅនេះអានអវត្តមកបងចុងក្រោយយើងឃើញហើយយើងដាក់ជាអីណាណូម៉ែត្រក្នុង1នាទីចាបាទឲ្យតែលោតដាក់សញ្ញាហ្នឹងដឹងថាវាមកអញ្ចឹងមកឡំអញ្ចឹងនេះណាណូម៉ែត្រក្នុង1នាទីប៉ុណ្ណឹងណាបងប្អូនអនុវត្តរូបមន្តនឹងបង្ហើយការងារនឹងយើងដល់ខ្លួនឯងមកនេះអានេះរូបមន្តណាជាអញ្ចឹងបាទហ្នឹងរូបមន្តរបស់យើងហើយយកទៅយើងរៀននេះករណីរីបូសូមច្រើនណាបងយើងប្រើរីបូសូមតែមួយវាអត់មានប្រឡោះទេបាទតែប៉ុណ្្នឹងទេណាប៉ុណ្្នឹងចាស់យើងយកទៅយើង